នៅក្នុងការស្ថានជាសត្វមួយហ្នឹងគឺមានជាមួយក្រុមតែជាមួយក្រុមហ្នឹងគឺត្រូវបានម្ចាស់របស់ពួកគេដោះលែងឲ្យចេញពីទ្រុងដើម្បីទៅស៊ីស្មៅនៅឯក្រៅកសិដ្ឋានដែលជាទាំងអស់ហ្នឹងគឺមានពណ៌សពណ៌ខៀវហើយជាមួយក្បាលហ្នឹងគឺសុទ្ធតែមានដៃគូរបស់គេរៀងៗខ្លួននៅពេលដែលកំពុងតែស៊ីស្មៅគូស្នេហ៍របស់ជីមពណ៌ខៀវពីរក្បាលបានស្រឡាញ់គ្នាហើយចេញបេះដូងអញ្ចឹងទៅហើយបន្តមកទៀតជីមទាំងពីរក្បាលក៏បានបង្កើតបានកូនជីមមួយដ៏សែនខ្ជូតដែលមានពណ៌ខៀវដូចទៅនឹងឪពុកម្ដាយរបស់គេអញ្ចឹងដែរចំណែកគូស្នេហ៍ជីមប៉ុណ្ណេះវិញនៅពេលដែលឃើញគូស្នេហ៍ជីមពណ៌ខៀវស្រឡាញ់គ្នាបានកូនជីមពណ៌សហ្នឹងក៏ស្រឡាញ់គ្នាដូចទៅនឹងជីមពណ៌ខៀវដែរប៉ុន្តែអ្នកទាំងពីរនេះគឺពុំមានសមត្ថភាពមានកូនដូចគូស្នេហ៍គេខាងនោះឡើយដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាសោកស្ដាយជាខ្លាំងនៅពេលនោះម្ចាស់កសិដ្ឋានក៏បានស្រែកហៅពួកគេឲ្យត្រឡប់ទៅទ្រុងវិញព្រោះថាមេគឺចិត្តយប់ហើយក្នុងអំឡុងពេលដែលបើកទ្វារឲ្យជីមចូលនៅក្នុងទ្រុងម្ចាស់កសិដ្ឋានហ្នឹងពិតជាពេញចិត្តទៅនឹងគូស្នេហ៍ជីមពណ៌ខៀវមែនទែនព្រោះថាពួកគេអាចបង្កើតបានកូនដោយជោគជ័យចំណែកគូស្នេហ៍ជីមពណ៌សឯនេះវិញពួកគេគឺពិតជាស្រងូតស្ងាត់មែនទែនហើយម្ចាស់របស់ពួកគេក៏មិនពេញចិត្តទៅទៀតដោយសារតែគូស្នេហ៍ជាមួយនេះគឺពុំអាចបង្កើតកូនបានដូចជីមដទៃទៀតនៅពេលនោះយើងឃើញថាគ្រួសារជីមពណ៌ខៀវហ្នឹងគឺពិតជាមានសេចក្តីសុខមែនទែននៅពេលដែលមានសមាជិកថ្មីមករស់នៅជាមួយចំណែកគូស្នេហ៍ខៀវឯនេះវិញគឺបានតែលួចមើលគ្រួសារគេពីចម្ងាយហើយពិតជាអន់ចិត្តនឹងខ្លួនឯងមែនទែនដែលពុំអាចបង្កើតកូនបានដូចគេលុះព្រឹកឡើងជីមទាំងអស់ហ្នឹងគឺត្រូវបានម្ចាស់កសិដ្ឋានបញ្ជូនទៅស៊ីស្មៅនៅឯក្រៅកសិដ្ឋានដូចរាល់ដងអញ្ចឹងយើងឃើញថាគ្រួសារជីមពណ៌ខៀវនេះគឺកំពុងតែបញ្ចុកស្មៅទៅកាន់កូនរបស់ពួកគេយ៉ាងសប្បាយរីករាយដល់ឡែកតែគូស្នេហ៍ជីមពណ៌សឯនេះវិញគឺបានត្រឹមតែមើលគ្រួសាររីករាយរបស់គេពីចម្ងាយតែប៉ុណ្ណោះឃើញនៅនោះគូស្នេហ៍ជីមពណ៌សហ្នឹងក៏ចាប់ផ្ដើមស្រឡាញ់គ្នាម្ដងទៀតសង្ឃឹមថាលើកនេះនឹងជោគជ័យប៉ុន្តែការពិតក៏បានបង្ហាញមកគឺពួកគេពុំអាចបង្កើតកូនបានទេដែលធ្វើឲ្យគូស្នេហ៍ទាំងពីរនេះគឺមានការសោកស្ដាយជាលើកទី2តែពិតនឹងបង្កើតកូនបានហើយហ្នឹងណាថ្ងៃល្ងាចក៏ចាប់ផ្ដើមមកដល់ម្ចាស់កសិដ្ឋានក៏បានហួចហៅសត្វជាទាំងអស់ឲ្យទៅចូលក្នុងទ្រុងកសិដ្ឋានវិញនៅអំឡុងពេលដែលរៀបនឹងដើរទៅហើយពេលនោះគូស្នេហ៍ជាពណ៌សទាំងពីរក្បាលក៏បានឮសំឡេងកូនជាមួយក៏ស្រែកឡើងហៅថាម៉ែគ្រានោះប្រភពសំឡេងហ្នឹងក៏បានបង្ហាញមកគឺមានកូនជាងពណ៌ខ្មៅក្បាលបានដើរចេញមកពីកំពកស្មៅមួយហើយក៏បានដើរសម្ដៅទៅកាន់គូស្នេហ៍ជាងពណ៌សហើយក៏ស្រែកឡើងថាម៉ែពេលនោះផងដែរជាងពណ៌សហ្នឹងគឺបានសួរទៅកាន់ប្តីខ្លួនថាបងកូនជាងពណ៌ខ្មៅនេះជាកូនយើងមែនហើយប្តីជាងក៏បានឆ្លើយថាមិនមែនជាកូនយើងទេព្រោះថារោមរបស់វាគឺអត់ដូចយើងផងហ្នឹងបន្ទាប់ពីនោះគូស្នេហ៍ជាងទាំងពីរនេះក៏បានដើរចាកចេញដោយក្តីអស់សង្ឃឹមចំណែកឯកូនជាងដែលទើបទៅកើតនោះក៏មិនដឹងថាដើរទៅណាក៏ចេះតែដើរតាមគេដែរទៅរហូតមកដល់ទ្រង់កសិដ្ឋានជីមទាំងអស់ហ្នឹងក៏ត្រូវបានម្ចាស់កសិដ្ឋានបញ្ជូនចូលទ្រង់ខុសចម្លែកតែកូនជាមួយនេះម្ចាស់កសិដ្ឋាននេះគឺបានមើលចុះឡើងដោយសារតែគាត់ឆ្ងល់ថាកូនជាអាណាគេមិនក៏ពណ៌ខុសគេចឹងគិតយូរទៅម្ចាស់កសិដ្ឋានគាត់ក៏មិនថាយដែរក៏អនុញ្ញាតឲ្យកូនជាដ៏កំសត់មួយក្បាលនេះចូលក្នុងទ្រង់ដូចគេឯងចឹងទៅកូនជាដ៏កំសត់ក៏បានសុំអនុញ្ញាតពីគ្រួសារជាដទៃទៀតសុំដូចជាមួយផងប៉ុន្តែគេពុំបានអនុញ្ញាតឲ្យកូនជារបស់យើងឡើយកូនជារបស់យើងក៏បានមកសុំឪពុកម្ដាយរបស់ខ្លួនឯងដូចជាមួយផងដែរប៉ុន្តែឪពុកម្ដាយរបស់ខ្លួនឯងពុំអនុញ្ញាតនោះទេពួកគេគិតថាកូនជាកំសត់នេះមិនមែនជាកូនរបស់ខ្លួនឡើយដោយសារតែពុំមានជាដទៃអនុញ្ញាតឲ្យខ្លួនឯងដេកជាមួយផងពេលនោះកូនជាដ៏កំសត់ក៏បានទៅដេកនៅកន្លែងជញ្ជាំងតែម្នាក់ឯងដល់ពេលចេញទៅក្រៅទៅស៊ីស្មៅកូនជាដទៃទៀតនេះគឺមានប៉ាម៉ាក់គេជាអ្នកបញ្ចុកស្មៅចឹងទៅខុសប្លែកតែកូនជាដ៏កំសត់នេះគឺពុំមានអ្នកបញ្ចុកស្មៅដូចគេឯងឡើយលុះព្រឹកស្អែកឡើងក៏បានមកដល់សត្វជាទាំងអស់នេះគឺត្រូវដល់ពេលវេលាដែលត្រូវកោររោមរបស់ពួកគេហើយម្ចាស់កសិដ្ឋានក៏បានប្រើប្រាស់កន្ត្រៃរបស់ខ្លួនកាត់រោមជាទាំងអស់ហ្នឹងលើលែងតែកូនជាពណ៌ខ្មៅគឺម្ចាស់កសិដ្ឋានអត់បានកាត់រោមរបស់វាឡើយដោយមានចិត្តអាណិតទៅកាន់សត្វជាទាំងអស់នោះលុះយប់ឡើងកូនជាពណ៌ខ្មៅដ៏កំសត់របស់យើងក៏បានចេញទៅក្រៅពំយកចម្បាំងអីហ្នឹងយកទៅគ្របទៅលើស្បែករបស់សត្វជាទាំងអស់ដើម្បីបិទបាំងរូបរាងកាយនិងកុំឲ្យរងាផងដែរហើយដើម្បីឲ្យស្មារតីគ្នាកូនជារបស់យើងក៏បាននឹកឃើញគំនិតមួយខ្លួនគេនឹងគឺបានដើរសម្ដៅទៅកាន់ផ្ទះម្ចាស់កសិដ្ឋានហើយធ្វើការយកកន្ត្រៃដែលកាត់រោមជាមនោះយកទៅកាត់សម្លៀកបំពាក់របស់ម្ចាស់កសិដ្ឋានដែលកំពុងតែដេកនោះឡើងដាច់អាយាយអស់រលីងហើយកូនជារបស់យើងក៏បានដើរមកដេកនៅក្នុងទ្រុងរបស់ខ្លួនវិញដូចគ្មានជំពាក់អាណា100លុះព្រឹកស្អែកឡើងក៏បានមកដល់ម្ចាស់កសិដ្ឋាននឹងក៏បានស្រែកឡើងថាអាណាគេយកកន្ត្រៃមកកាត់សក់អង្ខោរបស់យើងដែលខ្ទេចអស់រលីងសត្វជាតិទាំងអស់ហ្នឹងក៏បានសើចយ៉ាងសប្បាយរីករាយនៅពេលដែលឃើញរូបរាងកាយរបស់ចាស់កសិដ្ឋានហ្នឹងគឺខ្ទេចខ្ទីបែបហ្នឹងហើយចុងបញ្ចប់នៃរឿងរបស់យើងក៏បានបង្ហាញឲ្យឃើញថាគូស្នេហ៍ជាពណ៌សក៏ទទួលស្គាល់ថាជាពណ៌ខ្មៅនេះគឺជាកូនរបស់ខ្លួនហើយពួកគេរស់នៅជាមួយគ្នាដោយភាពសប្បាយរីករាយហើយសាច់រឿងរបស់យើងក៏បានចប់តែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះកុំភ្លេចចុច like និង Subscribe នៅវីដេអូរបស់ខ្ញុំម្នាក់មួយផងអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ